lạiនេះហើយជាចំណុចខ្សោយរបស់ឡានអគ្គិសនីមួយដែលមិនដូចឡានសាំងទេមួយទៀត Power bank ឡានហ្នឹងវាមានតម្លៃថ្លៃពីលោដល់ទៅ 2-3,000 អីចន្លោះទៅតាមហ្នឹងតែវិធីដែលយើងអាចប្រើជំនួស Power bank ឡានហ្នឹងបានណាគឺយើងអាចប្រើប្រាស់ជាមួយទៅនឹងឆ្នាំងសាកចល័តដោយបងប្អូនទាំងអស់គ្នាមានរឡូសគួរណាយើងអាចនៅក្នុងគូតឡានយើងគួរតែសគួរអាឡូដែលមានខ្សែវែងប្រហែលជាខ្ទង់ 20 ម៉ែត្រឬក៏អីចឹងដាក់គូតឡានមួយចោលទៅខ្សែហ្នឹងវាធ្ងន់ឬក៏វាអត់អីទេនៅពេលណាមួយដែលយើងចាំបាច់ឧទាហរណ៍ណាយើងអស់ថ្មតាមផ្លូវដោយយើងនឹងអត់បានប្រុងប្រៀបឬក៏មើលឲ្យបានជាក់លាក់ស្រាប់តែអស់ថ្មតាមផ្លូវហើយឡានហ្នឹងវានៅចិត្តតំបន់ផ្ទះអ្នកភូមិឬក៏អីយើងអាចទាញខ្សែរឡូហ្នឹងដាក់ចូលទៅក្នុងផ្ទះអ្នកភូមិសុំភ្លើងគាត់យកមកប្រើដើម្បីសាកតាមរយៈឆ្នាំងសាកចល័តរបស់យើងណាអញ្ចឹងអាហ្នឹងក៏អាចដោះស្រាយវិបត្តិហ្នឹងមួយពេលដែរតែមិនចាំបាច់ចំណាយលុយទិញ Power bank $2-3,000 អីទេព្រោះខ្ញុំគិតថានៅតាមផ្លូវយើងប្រជាពលរដ្ឋយើងបងប្អូនយើងគាត់មិនកំណាញ់នៅក្នុងការសាកទេឲ្យតែយើងសាកឲ្យយើងបង់លុយគាត់ទៅគាត់អូសខ្សែភ្លើងពីក្នុងផ្ទះគាត់ទាញយកមកប្រើមកបងអាចសាកក្នុងរយៈពេល1 ម៉ោងឬក៏អីចឹងទៅយើងអាចជិះតទៅទៀតបានហើយយើងអាចអង្គុយលេងសម្រាប់ហូបនេះហូបនោះជជែកនេះជជែកនោះអាហ្នឹងនៅក្នុងករណីបណ្ដោះអាសន្នព្រោះយើងមិនបានប្រុងប្រៀបជិះរហូតតទៅអស់កន្លែងនេះហើយជាចំណុចខ្សោយរបស់ឡានអគ្គិសនីមួយដែលមិនដូចឡានសាំងទេឡានសាំងគ្រាន់តែអស់សាំងកន្លែងណាយើងគ្រាន់តែឲ្យគេជិះម៉ូតូទៅទិញសាំងយកមកចាក់ឲ្យយើងមកគឺរួចចំណែកឡានអគ្គិសនីគឺមិនអាចទិញអគ្គិសនីយកមកចាក់ចូលបានទេតម្រូវឲ្យខកកន្លែងដើម្បីសាកត្រឹមត្រូវបាទអរគុណ